សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបង្ហាញពីផែនទីដែលទៅស្ទូចកាលពីម្សិលមិញថ្ងៃសៅរ៍នៅប្លុកដូងប្រេងតែស្ទឹងស្អាតនៅលងធំធំបងប្អូនហើយខាំម្សិលមិញខាំ3កន្លែងមកនេះកន្លែងដែលខ្ញុំស៊ូមនេះគឺខាំបានមួយធំដែរហើយក៏រួចមួយដែរហើយបន្តទៅមុខទៀតកន្លែងដីខ្សាច់សិតតែក្បានលងបងប្អូនក្បានលងទាំងអស់វាខាំនៅកកលងហើយធំមួយ1គីឡូកន្លះ1គីឡូជាងឯណោះហើយលទ្ធផលបានតែមួយទេរួចអស់2ខាំ3ហើយថ្ងៃហ្នឹងរៀងរោគរាក់តិចឯងបងប្អូនបែកដុំខ្ទេចដួលនៅតាមប្លុកដូងតាមអាជំនាស្ទឹងហ្នឹងដើរទៅវាល្អហើយក៏សកត់ដុំបាក់ដុំបែកតិចអស់ហើយសំណាងល្អដែរវាអត់បាក់ដងហើយមួយយ៉ាងទៀតនៅតាមមាត់ស្ទឹងយើងដើរគឺអត់ស្រួលទេបងប្អូននេះដុំលេងនៅក្នុងស្ទឹងសិតតែខ្សាច់ទាំងអស់ខូចអស់ហើយសារថ្ងៃនេះគឺសយអំបិលកន្លែងនេះស្ទះមុខវាគឺបានបាក់បាត់ហើយនៅសល់តែប្រឡងទេហើយយកកំណល់កលជើងរែងស្ពូលនេះអាបារែងហើយខ្ទេចអស់ហើយដុំសារនេះខ្ទេចហើយខូចហើយតែលបងខ្សាច់ហ្នឹងគាត់ជ្រៀតចូលគ្រប់កន្លែងទាំងអស់បងប្អូនកន្លែងណាក៏គាត់ចូលដែរព្រោះពេលដែលខ្ញុំលេងហ្នឹងខ្ញុំធ្លាក់ទឹកហើយក៏ពេលបានត្រីចេះតែបោះចូលឥឡូវមើលខ្សាច់កន្លែងណាក៏ចូលដែរទុកធំហ្មងសារណាអំបិលវីដេអូនេះមានតែប៉ុណ្្នឹងទេហើយខ្ញុំបានប្រាប់ប្លង់ហើយបងប្អូនណាចង់ទៅលេងអាចsearchមើលខ្លួនឯងបាននៅប្លុកដងព្រៃយើងហើយមើលតាមផែនទីដែលខ្ញុំស៊ូមឲ្យមើលទៅគឺឃើញហើយនេះជាវីដេអូដែលខ្ញុំជិះតាមផ្លូវទៅតែអត់បានថតក្នុងស្ទឹងទេបងប្អូនវានេះច្រើនពេកព្រៃហើយល្អិលហ្នឹងមានតែប៉ុណ្្នឹងទេវីដេអូហ្នឹងសូមអរគុណជួបគ្នានៅវីដេអូបន្តទៀត